ចង់ចេះធ្វើ steak Seiko មែនទេតោះមកធ្វើជាមួយខ្ញុំគ្រឿងផ្សំងាយៗហើយគ្រឿងផ្សំទាំងអស់នេះគឺអាចរកទិញនៅកន្លែងលក់បន្លែឬក៏លក់ចាហួយថ្ងៃនេះ breakfast របស់ខ្ញុំគឺអត់មានអីច្រើនទេគឺខ្ញុំធ្វើ steak Seiko សម្រាប់ breakfast ព្រឹកនេះញ៉ាំមុនពេលទៅធ្វើការហើយគ្រឿងផ្សំងាយៗអ្នកទាំងអស់គ្នាគឺខ្ញុំមានពោតបារាំងហើយនិងខាត់ណាហើយខ្ញុំយកផ្កាខាត់ណាពណ៌ខៀវបន្ទាប់មកខ្ញុំក៏ធ្វើការចិតវាមកអ្នកទាំងអស់គ្នាចិត្តជាដុំតូចៗហើយពោតបារាំងយើងចិត្តក្បាលវាចេញមកបន្ទាប់មកទៀតខ្ញុំក៏ធ្វើការហាន់សាច់គោហើយខ្ញុំដំមើមខ្ទឹមចំនួន5មើមប៉ុន្តែខ្ញុំទុក3មើមហ្នឹងក៏អត់បកស្បកចេញទេហើយ2មើមទៀតគឺខ្ញុំក៏ច្រាំវាឲ្យម៉ត់ចឹងមកអ្នកទាំងអស់គ្នាដូចនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងយើងច្រាំវាឲ្យខ្ទេចចឹងមកដល់មកយើងដួសដាក់ចានឥឡូវយើងទុកខ្ទឹមយើងមកដុំសិនយើងមកធ្វើការប្រឡាក់សាច់ហើយសាច់គោហ្នឹងគឺខ្ញុំដាក់អំបិលប្រឡាក់បន្តិចហើយម្រេចហើយបន្ទាប់មកយើងប្រឡាក់វាចូលគ្នាមកហើយយើងប្រឡាក់ទាំងសងខាងអ្នកទាំងអស់គ្នាមិនមែនប្រឡាក់ទាំងខាងទេគឺខ្ញុំប្រឡាក់ទាំងសងខាងហើយយើងប្រឡាក់អំបិលទាំងតិចបានហើយកុំដាក់ច្រើនពេកបន្ទាប់ពីខ្ញុំប្រឡាក់សាច់គោរួចហើយខ្ញុំក៏ទុកវាមកដុំសិនឥឡូវខ្ញុំក៏ធ្វើការស្រូបបន្លែសិនមកស្រូបបន្លែនេះខ្ញុំក៏យកឆ្នាំងមកហើយចាក់ទឹកហើយដាំទឹកនឹងឲ្យពុះអ្នកទាំងអស់គ្នាបន្ទាប់ពីទឹកពុះហើយយើងក៏ធ្វើការចាក់បន្លែយើងចូលទៅដើម្បីស្រូបវាកុំស្រូបយូរពេកអ្នកទាំងអស់គ្នាបន្លែយើងនឹងគឺស្រូបតែបន្តិចបានហើយមកល្មមបន្ទាប់មកទៀតខ្ញុំក៏ដាក់ឆ្នាំងចាវហើយដាក់ប័រយើងចូលទៅដើម្បីឆាបន្លែយើងឲ្យមានក្លិនឈ្ងុយហើយទន់ឥឡូវនេះខ្ញុំបានឆារួចហើយក៏ទុកវាមកដុំសិនបន្ទាប់មកទៀតខ្ញុំក៏ធ្វើការជីនសាច់គោយើងអ្នកទាំងអស់គ្នាហើយសាច់គោយើងហ្នឹងគឺយើងជីនកុំឆ្អិនខ្លាំងពេកអ្នកទាំងអស់ជីនមកល្មមដែលយើងចង់បានអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំក៏ធ្វើការដាក់ខ្ទឹមយើងចូលទៅហើយខ្ទឹមហ្នឹងគឺខ្ញុំដាក់ទាំងស្បកទាំងដើម្បីឲ្យយើងមានក្លិនឈ្ងុយហើយវាអត់ខ្លោចទេបើយើងដាក់ទាំងស្បកចឹងអ្នកទាំងអស់គ្នាឥឡូវដល់វគ្គយើងធ្វើទឹកសូសម្ដងទឹកសូសម្រាប់លក់ស្តេកសាច់គោរបស់យើងអ្នកទាំងអស់គ្នាហើយទឹកសូរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់ខ្ទឹមអំប៉ោះហើយបន្ទាប់មកខ្ញុំក៏ធ្វើការចាក់ទឹកប៉េងប៉ោះចូលអ្នកទាំងអស់គ្នាបន្ទាប់ពីចាក់ទឹកប៉េងប៉ោះចូលហើយខ្ញុំក៏ធ្វើការដាក់ស្ករដាក់អំបិលនិងដាក់ប៊ីចេងអ្នកទាំងអស់គ្នាហើយយើងកូរគ្រឿងហ្នឹងឲ្យចូលគ្នាមកបន្ទាប់មកទៀតយើងធ្វើការបន្ថែមទឹកបន្តិចអ្នកទាំងអស់គ្នាគឺទឹកសូអញ្ចឹងហើយយើងកូរឲ្យសព្វមកប៉ុណ្ណឹងហើយស្តេកសាច់គោរបស់ខ្ញុំគឺហើយអ្នកទាំងអស់គ្នាមើលទៅតំណងអត់នេះគឺជា breakfast ពេលព្រឹករបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាយបាយបើសិនជាចង់តាមដានអ្វីថ្មីៗទៀតកុំភ្លេចជួយ subscribe ម្នាក់មួយផងបាយបាយ